តើជាហៅចាសួស្តីបងប្អូនទាំងគ្នាអញ្ចឹងមេរៀនអ្វីមិញនេះគឺយើងនិយាយអំពីតើតមួយនឹងពាក្យទាំង10ដែលយើងប្រើនៅក្នុងវិស័យធនាគារឥឡូវនេះយើងមកមើលអំពីគំនូរដៃនៃពាក្យនីមួយៗដែលយើងនឹងសិក្សាដើម្បីដឹងថាតើការសរសេរហ្នឹងគឺរបៀបម៉េចអញ្ចឹងពាក្យទី1គឺយើងរៀនអំពីពាក្យថា in ចាអញ្ចឹងពាក្យថា in ឥឡូវយើងមកមើលទាំងអស់គ្នាណាអញ្ចឹងគំនូរដៃរបស់វាគឺយើងត្រូវគូសបែបហ្នឹងចឹងនេះខ្ញុំដាក់ឲ្យ2ដងទី1គឺមានស្រមោលនៅខាងក្រោយហើយលើកទី2គឺអត់មានស្រមោលទេដើម្បីទាំងអស់គ្នាងាយស្រួលមើលចឹងសូមមើលម្ដងទៀតតាក់ទងជាមួយនឹងអត់មានស្រមោលវិញម្ដងចាអញ្ចឹងពេលខ្លះបើយើងអត់បានដឹងពីគំនូរដៃអក្សរហ្នឹងគឺយើងអត់គិតថាវានឹងសរសេរបែបហ្នឹងទេតែដល់ពេលដែលយើងបានឃើញគំនូរដៃទៅទើបយើងដឹងថាអក្សរហ្នឹងគឺសរសេរបែបហ្នឹងអញ្ចឹងគឺពាក្យទី2យើងសរសេរពាក្យថាហាងចាហាងគឺងាយស្រួលសរសេរទេគ្រាន់តែយើងមើលក៏រៀងអាចដឹងថាការសរសេរហ្នឹងគឺរៀងងាយស្រួលដែរអញ្ចឹងទី2អត់មានស្រមោលខាងក្រោមចាអញ្ចឹងអ្នកគ្នាត្រូវចងចាំថាអក្សរចិនគឺវាមានគេថាយើងមានកលាសភៅអញ្ចឹងពេលដែលអ្នកគ្នារៀនវឹកហាត់សរសេរគឺសរសេរនៅលើកលាសភៅដែលមានជាកលាក្រោហើយការសរសេរហ្នឹងគឺយើងសរសេរនៅក្នុងកលាក្រោពាក្យនឹងមួយគឺសរសេរនៅក្នុងកលាតែមួយយើងកុំសរសេរហួសទៅកលាផ្សេងអញ្ចឹងគឺយើងសរសេរពាក្យមួយនៅក្នុងកលាតែមួយហើយតម្រងនៃអក្សរលើក្រោមគឺឲ្យស្មើគ្នាណាហើយចងចាំរបៀបនៃការសរសេរគឺសរសេរពីលើចុះក្រោមពីឆ្វេងទៅស្ដាំចាហ្នឹងគឺជាលំដាប់ដោយនៃការសរសេរអក្សរចិនចេញយកមកពាក្យមួយទៀតគឺពាក្យថាខាចឹងយើងមកមើលខាអក្សរបែបហ្នឹងឥឡូវយើងមកមើលការសរសេរគឺបែបម៉េចចាអញ្ចឹងគឺយើងគូសផ្នែកខាងលើសិនណាហើយបានផ្នែកខាងក្រោយមានថាអក្សរខាហ្នឹងបីដូចជាខាងលើគឺអក្សរសាំងខាងក្រោមគឺអក្សរស័កអញ្ចឹងរួមផ្សំមួយគ្នាយើងទាំងអស់គ្នាអត់បានរៀនថាអីគេពាក្យថាសាំងឬក៏ស័កទេសាំងហ្នឹងគឺបូកថាលើស័កហ្នឹងបូកខាងក្រោមអញ្ចឹងអក្សរសាំងគឺអក្សរប៉ុណ្នេះចាអក្សរប៉ុណ្ណឹងគឺអក្សរសាំងហើយអក្សរស័កគឺអក្សរនេះគូសមកខាងក្រោមនេះអញ្ចឹងគឺយើងសរសេរដាច់ពីគ្នាចាឥឡូវយើងមកមើលទម្រង់នៃការសរសេរបែបអត់មានគំនុកវិញម្ដងចាកញ្ញាត់គឺសរសេរបែបហ្នឹងហើយបើសរសេរនេះហើយបានគូសចេះហើយបានគូសនេះតាមក្រោយចាអញ្ចឹងអក្សរខាគឺបែបហ្នឹងយើងឃើញថារៀងស្រួលប៉ុន្តែការសរសេរគឺផ្ទុយពីការគិតរបស់យើងណាមួយទៀតគឺពាក្យថាចាំងចាំងកណន័យតោះយើងមើលដល់គ្នាចាសុំទោះដូចជាមិនចាំងនោះទេចាំងនេះតោះចាយើងគូសបែបហ្នឹងណាហើយយើងមកម្ដងទៀតតាក់ទងមកមានស្រមោលខាងក្រោមពីឆ្វេងទៅស្ដាំឃើញអត់អក្សរខាងឆ្វេងគឺយើងសេមុនហើយពីលើចុះមកក្រោមចាអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចតន់បើសិនជាអត់តន់ទេអាចខាវីដេអូមើលម្ដងទៀតបានហើយយើងពាក្យថាហ៊ុចាគូសហ្នឹងហើយគូសនេះចាអញ្ចឹងសូមបញ្ជាក់ណាកន្លែងនេះដែលលឿនហ្នឹងគឺមានថាមកគំនុះហ្នឹងគឺគូសបែបហ្នឹងហ្មងគឺអត់មានយើងគូសចេះហើយគូសចេះទៀតទេណាគឺគូសទម្រង់គឺបែបហ្នឹងហ្មងចាហើយយើងមើលទម្រង់នៃការមានអក្សរដានចាឃើញអត់គឺសរសេរគូសចឹងប្រយចាហ្នឹងគឺហ៊ុតទៅពីចឹងហ៊ុហើយគឺពាក្យថាខាយអញ្ចឹងខាយហ៊ុភាសាហ៊ុយើងរៀនហើយអញ្ចឹងគឺយើងរៀនតែខាយទៅបានហើយខាយបូកថាបើកចាអត់មានស្រមោលយើងគូសដូចអសិនហើយបានយើងគូសខាងលើចុះក្រោមឆ្វេងស្ដាំតាមក្រោយហើយបន្តមកទៀតគឺយើង
ពាក្យថាសាវហូសាវចា៎ខ្ញុំរកមើលពាក្យសាវសិននេះសាវរៀងច្រើនកំណត់តិចអីជាញគូ3នឹងសិនហើយបើញគូនេះតាមក្រោយចាពីរងបន្តមកទៀតគឺយើងឈុនខ្វាន់ឈុនរក្សាតែជាមកអំពីអត់មានស្មើវិញម្ដងចាអក្សរខ្វាន់ចាអញ្ចឹងទោះជាអក្សរនឹងគឺច្រើនមិនក៏ដោយគឺយើងត្រូវតែសរសេរវានៅក្នុងកាឡាតែមួយបានហើយណាចាអូខេតោះអញ្ចឹងយើងមកមើលពាក្យបន្ទាប់ទៀតឲ្យតែពាក្យណាថ្មីគឺនឹងខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាមួយទៀតគឺពាក្យថាឈឺខ្វាន់ឬក៏ឈឺឈឿនដកលុយហើយមានពាក្យមួយទៀតគឺធីខ្វាន់ក៏ដកលុយដែរតោះពាក្យថាធីអក្សរផ្នែកខាងនេះគឺអក្សរសឹកយកតែម្ដងចាពាក្យបន្ទាប់គឺពាក្យថាជាន់ចាំងអញ្ចឹងយើងសេតែពាក្យថាជាន់ទេដោយសារពាក្យចាំងយើងបានមើលរួចរាល់ហើយអ្វីដែលយើងរៀនគឺជាអក្សរកាត់ណាបងប្អូនទាំងអស់គ្នាមិនមែនជាអក្សរពេញទេអក្សរពេញគឺសរសេរផ្សេងតែភាគច្រើនពេលបច្ចុប្បន្នហ្នឹងនៅក្នុងសភៅឬក៏ឯកសារផ្សេងគឺគេភាគច្រើនសរសេរតែអក្សរកាត់ទេអញ្ចឹងគឺយើងរៀនអក្សរកាត់អក្សរណាដែលវាពិបាកសរសេរគឺវាមានអក្សរកាត់និងអក្សរពេញឯងតែបើអក្សរហ្នឹងគឺងាយស្រួលសរសេរទេគឺអត់មានអក្សរកាត់ទៀតទេអញ្ចឹងវាមិនមែនគ្រប់ពាក្យសុទ្ធតែមានអក្សរពេញនិងអក្សរកាត់ទេណាបងប្អូនទាំងគ្នាពាក្យមួយទៀតគឺពាក្យថាហ៊ុយខ្វាន់ណោះចាពាក្យហ្នឹងស្រួលសរសេរតែពេលខ្លះបតក់ក៏ទាំងអស់គ្នាសរសេរអត់ត្រូវប្រយ័ត្នអញ្ចឹងបតក់ហ្នឹងគឺយើងបតក់ពីលើចុះក្រោមណាបងប្អូនគ្នាអានេះគឺពីក្រោមទៅលើចេះវិញបើសិនជាយើងសាកសរសេរចេះមើលគឺឃើញគំនូស
បិចរបស់យើងហ្នឹងគឺដឹងថាយើងសេខុសហ្មងចឹងអានេះគឺយើងគូសវាក្រោមវិញណាចាបន្តមកទៀតគឺពាក្យថា UR យើងពាក្យថា U មុនទៅចាពាក្យចុងក្រោយគឺពាក្យថា R ចឹងវីដេអូភាគច្រើនគឺអត់មានបរិញ្ញាទៅមួយការបង្ហាញវីដេអូនៃការសរសេរទេចឹងនេះជាមូលហេតុដែលដូចនេះខ្ញុំដាក់វីដេអូនៃការសរសេរហ្នឹងដើម្បីឲ្យទាំងអស់គ្នាអាចចេះខ្លះតកតងមួយនឹងគំនូសដៃដោយសារយើងរៀនតាមរយៈវីដេអូអញ្ចឹងគឺមិនមែនរៀនផ្ទាល់ទេអញ្ចឹងប្រកាសជាអត់សូវដឹងថាការសរសេរហ្នឹងគឺបែបម៉េចទេអញ្ចឹងទោះជាយើងរៀនលក្ខណៈតាម YouTube ក៏ដោយក៏យើងអាចចេះបានទាំងការអានការនិយាយការបកប្រែក៏ដូចជាការសរសេរដែរហើយបើសិនជាបងប្អូនទាំងគ្នាចង់ទៅចេះសរសេរពាក្យផ្សេងទៅខ្លួនឯងដែលដូចអ្វីខ្ញុំបានបង្ហាញហ្នឹងទាំងគ្នាអាចចូលទៅក្នុង website យើងវាយពាក្យថា Handwriter ទៅគឺវានឹងចេញកន្លែងដែលយើងអាចសរសេរដើម្បីមើលដូចនឹងខ្ញុំបង្ហាញបងប្អូនទាំងគ្នាអញ្ចឹងតែយើងយកកន្លែង demo គឺយើងយកកន្លែង demo ទៅគឺយើងដូរពាក្យណាក៏បានដែរឲ្យតែយើងចង់ចេះចង់ដឹងចាអញ្ចឹងថ្ងៃនេះវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងគ្នាចែកជៀន